វីដេអូនេះគឺយើងនឹងនិយាយតាក់ទងជាមួយនឹងតើអ្វីទៅជា crypto What is cryptocurrency The cryptocurrency is តើអ្វីទៅជា cryptocurrency ហើយវាយ៉ាងម៉េចឥឡូវយើងមកសិក្សាទាំងអស់គ្នាមុននឹងឈានទៅដល់ការនិយាយអំពីនិយមន័យនៃ cryptocurrency ខ្ញុំសូមបញ្ជាក់ផងដែរថាវីដេអូនេះមិនមែនជាដំបូន្មាននៅក្នុងការឲ្យតែទាំងអស់គ្នាទៅវិនិយោគទៅលើ cryptocurrency ក៏ដូចជាអ្នកទាំងអស់គ្នាជាដំបូន្មានឲ្យអ្នកទាំងអស់គ្នាទៅយកលុយទៅធ្វើការទិញលក់អីផ្សេងៗនៅលើ crypto នោះទេវីដេអូនេះគឺជាបានន័យថាធ្វើឡើងនៅក្នុងគោលបំណងផ្សព្វផ្សាយឬក៏ចែករំលែកនៅចំណេះដឹងដើម្បីឲ្យអ្នកនរគ្នាចេះហើយដឹងកុំឲ្យចាញ់បោកមនុស្សដែលជាជនខិលខូចតែងតែយករឿងទាំងអស់ដែលជាបច្ចេកវិទ្យាថ្មីយកទៅបំភាន់យកទៅធ្វើឲ្យអ្នកនរគ្នាឃើញថាចំណេញច្រើនហើយវិនិយោគចុងក្រោយបិទសាប៊ូហត់បាត់អញ្ចឹងអានេះគឺជារឿងដ៏គ្រោះថ្នាក់បំផុតបើសិនជាយើងអត់ដឹងអញ្ចឹងអ្វីដែលខ្ញុំនឹងចែករំលែកនៅក្នុងថ្ងៃនេះគឺចង់ឲ្យបងប្អូនទាំងគ្នាយល់ដឹងអំពីទាំងអស់ហ្នឹងហើយកុំចេះតែជឿអីដែលផ្ដេសផ្ដាស់កុំចេះតែជឿអីដែលងាយបាទមុននឹងជឿត្រូវចេះសិនហើយចេះឲ្យដឹងហើយចេះទៀតបាទដើម្បីងាយស្រួលនៅក្នុងការដើរនៅក្នុងសង្គមមួយនេះកុំឲ្យចូលនៅក្នុងអន្ទាក់របស់ពួកជនខិលខូចទាំងអស់ហ្នឹងហើយតាក់ទងជាមួយនឹងនិយមន័យនៃ crypto គឺជារូបិយប័ណ្ណ digital ដែលប្រើប្រាស់បច្ចេកវិទ្យា blockchain បង្កើតឡើងហើយរាល់ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងតាមបែបវិមជ្ឈការដែលមិនមានឬក៏មិនត្រូវការភាគីទី3ដូចជាធនាគារកណ្ដាលឬរដ្ឋាភិបាលនៃប្រទេសណាមួយឡើយអញ្ចឹងបានន័យថា crypto បង្កើតឡើងគឺអត់មានក្រុមអំណាចភាគីទី3ទេភាគីទី3គឺចង់សំដៅទៅលើណាគេទៅលើពពុធនាគារកដាលក៏ដោយធនាគារនៅក្នុងធនាគារពាណិជ្ជក៏ដោយធនាគារនៅក្នុងប្រទេសណាមួយក៏ដោយគឺ crypto គឺវាអត់ស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកទាំងអស់នោះទេបើសិនជាយើងនៅក្នុងលុយដុល្លារគឺគ្រប់គ្រងដោយអាមេរិកបើលុយនៅក្នុងប្រទេសណាគឺគ្រប់គ្រងដោយប្រទេសណាហើយបានន័យថានៅពេលដែលយើងត្រូវចាយលុយអីមួយឧទាហរណ៍ថាយើងមានបងប្អូនឬក៏មានការរកស៊ីពីស្រុកក្រៅគេតម្លាក់លុយមក$200,000 10ទៅដល់$1 លានអញ្ចឹងទៅឧទាហរណ៍ហើយទាំងកងធនាគាររបស់យើងមិនសូវដែលជាមាន transaction ដែលធំបែបហ្នឹងទេនៅពេលដែលមានការតម្លាក់លុយនោះមកដល់ធនាគារគេនឹងកាក់លុយនឹងទុកហើយគេសួរនាំយើងថាតើយើងរកស៊ីអីគេយើងធ្វើអីទៅបានលុយនឹងហើយលុយនឹងមកពីណាមានប្រភពពីអីតើមាន proof មានលក្ខណៈថាផុសតាងអីដើម្បីបញ្ជាក់ថាលុយនឹងជាការរកស៊ីចេញពីរឿងទាំងអស់ហ្នឹងអញ្ចឹងគេទាមទារឯកសារគេទាមទារការបញ្យលអស់សេចក្តីហើយទើបគេ release លុយទាំងអស់ហ្នឹងចូលមកក្នុងធនាគារនៅក្នុង account របស់យើងដើម្បីយើងអាចចាយវាយបានទីបន្តមកទៀតគឺមានលក្ខខណ្ឌមួយទៀតដូចជាបើសិនជានៅក្នុងករណីយើងធ្វើកិច្ចការងារមួយដែលមានលក្ខណៈថាពេលដែលយើងធ្វើរឿងមួយដែលមានការផ្ទុះខ្លាំងហើយនៅពេលដែលមានមនុស្សជាច្រើនចូលរួមជាមួយយើងហើយពេលនោះមានជនខិលខូចឬក៏ដៃគូប្រកួតប្រជែងមួយយើងហ្នឹងគឺគេបាទចង់ដួលរំលំយើងក៏គេអាចទៅប្រើយុទ្ធសាស្ត្រដើម្បីធ្វើឲ្យយើងស្អុយឈ្មោះដើម្បីរៀបចំឲ្យយើងនឹងមានបញ្ហាហើយស្នើឲ្យធនាគារឬក៏ប្រព័ន្ធហិរញ្ញវត្ថុដែលគ្រប់គ្រងលុយកាក់របស់យើងនឹងបង្កកលុយរបស់យើងដើម្បីកុំឲ្យលុយរបស់យើងនឹងប្រតិបត្តិការបានក្រោយពេលដែលយើងប្រតិបត្តិការលែងកើតនោះប្រព័ន្ធអាជីវកម្មរបស់យើងប្រកបជាដួលដូចគ្នាអញ្ចឹងទាំងអស់ហ្នឹងគឺ crypto គឺអត់នៅក្នុងរឿងទាំងអស់ហ្នឹងទេបានន័យថាអ្នកណាដែលគាត់ចាយប្រព័ន្ធគាត់បង្កើត crypto សំទោសអ្នកណាដែលគាត់យក crypto ជាមធ្យោបាយជា payment gateway ជាមធ្យោបាយនៅក្នុងការទូទាត់សាច់ប្រាក់គឺគាត់ឆ្លងផុតពីដំណាក់កាលនៃការគ្រប់គ្រងរបស់ភាគីទី3មានដូចជាធនាគារឬក៏រាជរដ្ឋាភិបាលឬរដ្ឋាភិបាលនៃប្រទេសណាមួយខ្ញុំអត់សំដៅទៅលើប្រទេសណាមួយទេគឺខ្ញុំសំដៅទូទាំងសកលអញ្ចឹងណាអញ្ចឹងនេះគឺជានិយមន័យរបស់ cryptocurrency
វាមានគុណសម្បត្តិហើយគុណវិបត្តិរបស់វាតែនៅក្នុងថ្ងៃនេះគឺខ្ញុំអត់លើកឡើងទេពីព្រោះខ្ញុំអត់ចង់លើកឡើងគុណសម្បត្តិគុណវិបត្តិអីទេធម្មតាស្អីក៏ដោយប្រើត្រូវវាមានគុណសម្បត្តិប្រើខុសវាមានគុណវិបត្តិដូចថ្នាំពេទ្យអញ្ចឹងប្រើត្រូវជាជំងឺប្រើខុសសម្លាប់មនុស្សអញ្ចឹងវាអត់ខុសគ្នាទេហើយកុំថាវាអាក្រក់កុំថា crypto វា scam វាអីព្រោះអាហ្នឹងវាអត់ចេះ scam ទេហេតុអីបានវាមិន scam ពីព្រោះមនុស្សតែបាន scam មនុស្សតែបានបោកប្រាស់អាពួកអស់ហ្នឹងវា crypto អីទាំងអស់ហ្នឹងវាគ្រាន់តែជាតួលេខតាដែលមនុស្សបង្កើតឡើងទៅតែអាយុទ្ធសាស្ត្រដែលគេរៀបដើម្បី scam នោះអាហ្នឹងទៅ scam ពិតប្រាកដហើយយើងត្រូវចាំថា scammer is everywhere បានន័យថាមិនមែននៅក្នុងវិស័យ crypto មានបានមានពួក scam ទេពួក scam គឺនៅគ្រប់កន្លែងទាំងអស់បាទគ្រប់កន្លែងទាំងអស់ហើយកាលណាយើងអត់យល់អំពីទាំងអស់ហ្នឹងយើងគិតថាឲ្យទៅលើពាក្យថា crypto យើងម៉ៃថា scam ឲ្យទៅលើពាក្យថា bitcoin យើងគិតថា scam ឲ្យទៅលើពាក្យថា USDT គិតថាអាក្រក់លុយហ្នឹងគេយកលុយអាហ្នឹងគេលាងលុយលាងអីចឹងទៅ No មិនមែនចឹងទេគ្រាន់ថារបស់ទាំងអស់ដែលខ្ញុំបានលើកឡើងខាងដើមចឹងប្រើត្រូវវាមានគុណសម្បត្តិតែបើប្រើខុសក្បួនវាខ្លាយទៅជាគុណវិបត្តិតែប៉ុណ្្នឹងទេអញ្ចឹងកុំច្រឡំកុំយល់ច្រឡំឲ្យសិក្សាឲ្យយល់អំពីដំណើរហ្នឹងទៅអ្នកនរគ្នាមិនច្រឡំអញ្ចឹងណាអញ្ចឹងនិយមន័យដែលខ្ញុំបានលើកឡើងពីខាងដើមហ្នឹងគឺតាក់ទងជាមួយនឹងរូបិយប័ណ្ណ digital ឬក៏ crypto ហ្នឹងឯងអញ្ចឹងវាគឺជាបច្ចេកវិទ្យាទេហើយវាបង្កើតឡើងតាមរយៈកូដមួយដែលគេហៅថាវាមានកូដច្រើនដើម្បីបង្កើតបាទខ្ញុំអត់និយាយជ្រៅទៅក្នុងវិស័យបច្ចេកវិទ្យាច្រើនពេកទេអញ្ចឹងយើងមកមើល crypto ដែលវាបង្កើតឡើងដំបូងគេបំអស់ដែលគេហៅថាជា crypto ចម្បងណាជាបងធំឬក៏ជា the king of the crypto ហ្នឹងគឺ BTC ឬក៏ Bitcoin ដែលអ្នកទាំងអស់គ្នាធ្លាប់ឮគេនិយាយពីមុនមកហ្នឹង BTC ឬក៏ crypto ឬក៏ Bitcoin នេះគឺជា crypto ដែលបង្កើតឡើងដំបូងគេបងអស់ដោយអាណាមិកជនម្នាក់ឈ្មោះថា Satoshi Nakamoto ដែលជាមិនដឹងថាជានរណាគេទេដោយសារតែនៅក្នុងបច្ចេកវិទ្យា blockchain គឺវាអត់មានអត្តសញ្ញាណអត់មានបញ្ជាក់អំពីបុគ្គលដែលបង្កើតហើយក៏មិនដឹងថាអ្នកណាអ្នកបង្កើតអីចឹងទៅរឿងហ្នឹងយើងនិយាយតាមគេទេក៏ប៉ុន្តែដឹងធម្មតាវាមានអ្នកដឹងអ្នកបង្កើតគាត់ថាពេលខ្លះរឿងខ្លះដល់ពេលបានវាចេញរឿងខ្លះទៀតដល់ពេលមិនទាន់ដល់ពេលវាអត់ទាន់ចេញទេអញ្ចឹងណារឿងហ្នឹងវាអញ្ចឹងអញ្ចឹងខ្ញុំមិនស៊ីជម្រៅទៅលើរឿងទាំងអស់ហ្នឹងទេគ្រាន់តែដឹងថាបង្កើតឡើងដោយអាណាមិកជនមានន័យថាជនដែលមិនស្គាល់មុខម្នាក់ដែលមានឈ្មោះថា Satoshi Nakamoto ដែលជាបុគ្គលបង្កើត Bitcoin នឹងឡើងហើយការបង្កើត Bitcoin នឹងឡើងគឺបង្កើតឡើងត្រឹមតែ21លានគ្រាប់កាក់តែប៉ុណ្ណោះ Bitcoin អត់មានលើសពី21លានគ្រាប់ហ្នឹងទេគឺមានត្រឹមតែ21លានគ្រាប់តែប៉ុណ្ណោះបាទបច្ចុប្បន្នគឺវាបាននឹងកំពុងចរាចរនៅទូទាំងសកលលោកហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើ Bitcoin មាននៅសល់ប្រមាណទៀតយើងអាចចូលទៅកាន់ website មួយឈ្មោះថា CoinMarketCap ហើយធ្វើការសិក្សាពីវាដោយគ្រាន់តែវាយអញ្ចឹងហើយយើងคลิกទៅលើ Bitcoin មកយើងនឹងឃើញ total supply របស់វាគឺ max supply 21M BTC បាទ BTC ហើយ total supply បានន័យថាអ្វីដែលគេបានដាក់ឲ្យមានការទិញលក់ហ្នឹងគឺមាន19លាន.88 BTC 88លានហ្នឹងឯងបាទចិត្ត20លានបាទអញ្ចឹងនៅសល់ប្រមាណទៀតគឺនៅក្នុង wallet របស់មេអ្នកបង្កើតហ្នឹងរបស់អ្នកដែលបានបង្កើតBitcoin ហ្នឹងអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងវាមានអីគេខ្លះដើម្បីមើលថា Bitcoin ហ្នឹងវាមិនអីមិនក្នុងហ្នឹងវាមានគេហៅថា white paper ស្អីគេ white paper គឺជាបាទគម្រោងការនៅក្នុងការបង្កើត crypto មួយឡើងអញ្ចឹងគម្រោងការហ្នឹងវាយ៉ាងម៉េចអញ្ចឹងគម្រោងការហ្នឹងវានិយាយអញ្ចឹងតាក់ទងជាមួយនឹង Bitcoin ជាស្អី peer to peer electronic cash system អីចឹងទៅអញ្ចឹងនៅក្នុងនោះវាមានអីយើងអាចមកអង្គុយមើលនៅក្នុងនោះបានហើយវាមានស្អីគេខ្លះដំណើរការនៃការ
transfer នៅការ transaction ឬក៏គេហៅថាប្រតិបត្តិការនៃការបាញ់ចេញបាញ់ចូលហ្នឹងវាដំណើរការដោយរបៀបម៉េចអីរបៀបម៉េចគឺគូសវាសឲ្យយើងមើលឃើញនៅក្នុងហ្នឹងទាំងអស់អញ្ចឹងអានេះហើយគេហៅថាបាទ white paper ដែលវាគឺជាគម្រោងការនៃការបង្កើតក្របកាក់មួយបាទហើយនៅក្នុងនឹងទៀតសោតគឺយើងមកមើលទាំងអស់គ្នាតាក់ទងជាមួយនឹង Bitcoin គឺតម្លៃរបស់វាដែលគេហៅថា all time low ហ្នឹងគឺនៅក្នុង July 2000ថ្ងៃទី15ខែបាទ7ឆ្នាំ2010 5-10ឆ្នាំមុនតម្លៃរបស់វាមកគ្រាប់ 0.048 សេនហើយអាហ្នឹងគឺ all time low វាបានន័យថាជាពេលដែលវាមានតម្លៃទាបបំផុតជាងគេនៅក្នុងមួយប្រវត្តិសាស្ត្រ Bitcoin ហើយ all time high បានន័យថាជាតម្លៃដែលខ្ពស់ជាងគេគឺ11970អញ្ចឹងគឺវាមានតម្លៃអញ្ចឹងយើងគិតមើលតាំង5-10ឆ្នាំពីតម្លៃ 0.048 មកទល់នឹងតម្លៃ$110,000គឺវាធំមែនទែនអញ្ចឹងគឺវាមានការកើនឡើងប្រមាណលានភាគរយឯនោះមកយើងរាប់ប្រមាណលានភាគរយ2000លានភាគរយបាទធំមែនទែនអញ្ចឹងណាអញ្ចឹងគឺវាអញ្ចឹងហើយមាននៅក្នុងចំណុចនេះខ្ញុំចង់និយាយតាក់ទងជាមួយនឹងពួក scam មួយចំនួនដែលគេតែងតែយកបង្កើតកាក់ខ្យល់យកមកនិយាយមួយយើងគេថាកាក់គេហ្នឹងកម្រងគេហ្នឹងណាអ្នកនរគ្នាទិញទៅមិនខុសទេអ្នកនរគ្នាគេយកអាកម្រងកាក់របស់គេហ្នឹងមកធៀបជាមួយនឹង Bitcoin ថា Bitcoin ណាកាលចាប់ផ្ដើមដំបូងដៃហ្នឹងគឺតម្លៃទាបមែនទែនទាបជាងរបស់គេទៀតតែឥឡូវបងប្អូនអ្នកគ្នាមើល Bitcoin ឡើងរហូតដល់$10,000ជឿមិនជឿបើវាជាក់ស្ដែងអញ្ចឹងអាហ្នឹងអញ្ចឹងហើយក៏ប៉ុន្តែទោះថាកាក់អ្នកឯងដែលបង្កើតមកនោះស្អីគេជាអេកូសេដ្ឋកិច្ចនៅពីខាងក្រោយខ្នងបានន័យថាកាក់មួយមានតម្លៃបានលុះត្រាណាតែមានមនុស្សរាប់ពាន់អ្នករាប់ម៉ឺនអ្នករាប់សែនអ្នករាប់លានអ្នកឲ្យតម្លៃវាទៅវាមានតម្លៃមានន័យថាគេយកលុយរបស់គេទៅទិញអាក្របកាក់នឹងទុកហើយមិនងាយលក់នឹងចេញទេអាហ្នឹងទៅធ្វើឲ្យវាមានតម្លៃទី1ទី2គឺគេមាននៅប្រព័ន្ធ ecology គេមាននៅប្រព័ន្ធ eco អាជីវកម្មដែលមានទម្រង់អាជីវកម្មជាច្រើនផ្សេងហើយនាំគ្នាបាននិយាយថាអាជីវកម្មទាំងអស់ហ្នឹងយក Bitcoin ឬសំទោសយកក្របកាក់ទាំងនោះយកទៅទិញអីវ៉ាន់យកទៅប្រើប្រាស់ទៅធ្វើឲ្យកាក់ហ្នឹងមានតម្លៃហើយបើអ្នកខ្លះគាត់អត់មានអេកូសេដ្ឋកិច្ចអីក្រោយខ្នងផងអ្នកខ្លះគាត់យកគម្រោងកាក់មកយកមកអួតប៉ុន្តែ background នៃអាជីវកម្មរបស់គាត់គ្មានស្អីទេហើយអាជីវកម្មខ្លះគ្មានទាំងនេះទៀតផងគ្មានទាំងអាជ្ញាប័ណ្ណគ្មានទាំងរូបរាងពិតប្រាកដគ្រាន់តែឈ្មោះខ្យល់អីចឹងទៅហើយយកមកនាំគ្នាមកបោកប្រាស់ប្រជាពលរដ្ឋយើងអ្នកដែលគាត់ទៅវិស័យឈានចូលវិស័យ crypto ដំបូងអ្នកដែលគាត់អត់យល់អំពីវិស័យ crypto ទាំងអស់ហ្នឹងឲ្យថ្មីថ្មោងហ្នឹងចាញ់បោកគេចឹងទៅវាអញ្ចឹងមិនថាដូចតែខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងថាអាហ្នឹងវាអត់ស្កាមទេតែមនុស្សទេវាស្កាមយកអាទាំងអស់ហ្នឹងយកមកស្កាមគេអញ្ចឹងណាអញ្ចឹងយើងត្រឡប់មកកាន់មេរៀនរបស់យើងវិញគឺតាក់ទងជាមួយនឹងអាទាំងអស់ហ្នឹងគឺខ្ញុំបញ្ជាក់ហើយថាក្របកាក់ដែលមានសម្រាប់ Bitcoin គឺវាមាន21លានគ្រាប់ហើយនៅឥឡូវនេះគេបាន supply រហូតដល់19លាន.88 M ហើយបងប្អូនទាំង 19.88 M ហើយបងប្អូនគណនាខ្លួនឯងទៅយក21 M ហ្នឹងមកដកអាតម្លៃចំនួននេះទៅឃើញស្របគ្រាប់កាក់ដែលនៅសល់ហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងទៅមើលមេរៀនយើងតាក់ទងជាមួយនឹងចំណុចទី3គឺគេហៅថាគេចាត់ទុកថាវាជាមាស digital មាស digital មិន digital ខ្ញុំអត់ហ៊ាននិយាយទេព្រោះដោយសារនេះវាគ្រាន់តែជាពាក្យដែលគេនិយាយនៅខាងក្រៅអញ្ចឹងយើងមើលខ្លួនឯងទៅហើយមានវីដេអូបន្តទៀតខ្ញុំនឹងនិយាយបើមានឱកាសខ្ញុំនឹងនិយាយអំពីគេមានតែគេសួរថាបង crypto Bitcoin ហ្នឹងអាចឡើងដល់មកគាត់$1លានមែនអត់អាហ្នឹងមែនចាំមើលខ្លួនឯងប៉ុន្តែអ្វីដែលខ្ញុំបានបញ្ជាក់ខ្ញុំធ្លាប់បានមានឯកសារឬក៏ខ្ញុំធ្លាប់បាន post នៅក្នុងបាទ TikTok ឬ post នៅក្នុង Facebook មួយចំនួនរបស់ខ្ញុំថា Bitcoin នឹងឡើងដល់$10,000នៅក្នុងឆ្នាំ2025ហ្នឹងអញ្ចឹងឥឡូវនេះវាឡើងដល់ជាង$10,000មែនអញ្ចឹងណាអញ្ចឹងតិចទៀតថានឹងឡើងដល់$1លានអត់
ចម្លើយគឺអត់ដឹងដូចគ្នាប៉ុន្តែខ្ញុំមានរបៀបនៅក្នុងការវាស់វែងខ្ញុំអាចវាស់វែងហើយអាចមើលដឹងថាវានឹងឡើងដល់នឹងដូចគ្នាបានន័យថាវានឹងឡើងដល់ហ្នឹងប៉ុន្តែខ្ញុំអត់ហ៊ានថាមិនទេអញ្ចឹងណាព្រោះយើងអត់អាចមើលឃើញពីអនាគតប៉ុន្តែយើង predict ឬក៏យើងទស្សន៍ទាយឬក៏យើងគេហៅថាព្យាករណ៍ដោយមានមូលដ្ឋានព្យាករណ៍តាមបែបស្មានអញ្ចឹងណាហ្នឹងហើយអញ្ចឹងទី2គឺតកតងជាមួយនឹង Ethereum ឬក៏ ETH ឬក៏ Ethereum នេះគឺជាក្របកាក់ឬក៏ជាប្រភេទ cryptocurrency ដែលបង្កើតឡើងបន្ទាប់ពី Bitcoin អញ្ចឹង Ethereum គឺវាមានបែបផែនថ្មីដោយសារតែ BTC បង្កើតឡើងមកគឺបានតែក្របកាក់ទេអត់មានឲ្យបង្កើតទៅជា proof of stake proof of work អីទេអញ្ចឹងឬក៏គេហៅថាដើម្បីសរសេរចេញជាភាសាកូដមួយអាចឲ្យយើងទៅបង្កើត smart contract ឬក៏កិច្ចសន្យាឆ្លាតវៃអីបាននោះទេដែលគេតែងតែនិយាយថា DApp ឬក៏ DApp ហ្នឹងណាសម្រាប់បង្កើតកម្មវិធីប្រើប្រាស់តាមបច្ចេកវិទ្យា blockchain ហ្នឹងណាអញ្ចឹង Ethereum គឺវាមានកូដឈ្មោះរបស់វាគឺឈ្មោះ Solidity ហើយជាប្រភេទកូដមួយយ៉ាងដែលអាចសរសេរចេញជា smart contract ចងនៅព័ត៌មានសំដៅចងនៅ function ចងមុខងារដើម្បីអនុញ្ញាតឲ្យ developer អាចចងទៅជាកម្មវិធីទូរស័ព្ទដៃបានឬក៏ចងទៅជាកម្មវិធី web application អីបានទាំងអស់ហ្នឹងអញ្ចឹងនេះហើយគឺជាបាទ Ethereum ហើយមានការប្រើប្រាស់ច្រើនបំផុតនៅក្នុង DeFi អញ្ចឹងបានន័យថា DeFi ហ្នឹងអីគេអញ្ចឹង DeFi ហ្នឹងវាតកតងជាមួយនឹងគេហៅថា decentralized financial ហើយវីដេអូបន្ទាប់ទៀតនឹងបងប្អូននឹងយល់អំពីស្អីគេទៅ DeFi ឯងវីដេអូនេះខ្ញុំមិននិយាយលម្អិតទេបាទបន្តមកទៀតគឺ stable coins វាមានច្រើនវាមានដូចជា USDT វាមានដូចជា USDC វាមានដូចជា DAI អីចឹងជាដើម DAI ហ្នឹងហើយអញ្ចឹងទាំងអស់ហ្នឹងគេហៅថា stable coin ហើយស្អីគេ stable coin បានន័យថាវាគឺជាក្របកាក់ដែលមានតម្លៃថេរអត់ឡើងលើស1រៀលជ្រុលពេកក៏អត់ឡើងលើសក៏អត់ចុះក្រោម1រៀលជ្រុលពេកធំបំផុត1រៀលបន្តិចបន្តួចទាបបំផុត 0.99 តិចតួចអញ្ចឹងវាប៉ុណ្ណឹងអញ្ចឹងតែចុះឬក៏ឡើងលើសហ្នឹងគេលេងហៅថា stable coin ហើយគេហៅថាពួក altcoin ហ្នឹងគឺដូចជា Ethereum ដូចជា Solana ដូចជា BNB ដូចជា Dogecoin Dogecoin អាហ្នឹង meme coin បាទដូចជាច្រើនមែនទេ Avalanche អីស្អីច្រើនណាមែនទេកាក់វាមានបើយើងគិតមកទល់នឹងពេលបច្ចុប្បន្ននេះកាក់ដែលមានគេហៅថាកាក់ដែលផ្លូវការមានកណើតហ្នឹងវាមានជាង 30,000 ទៅ 50,000 ក្របកាក់ហើយនៅក្នុងពេលឥឡូវហ្នឹងតែអាកាក់អត់កណើតឬក៏កាក់ដែលគេបង្កើតឡើងមកដែលចេះតែបង្កើតនោះមានរាប់លានរាប់កោតណោះច្រើនណាស់អញ្ចឹងយើងអត់ខ្វល់ទេអញ្ចឹងគឺប៉ុណ្ណឹងតាក់ទងជាមួយនឹងបាទក្របកាក់ឬក៏ប្រភេទ crypto នឹងឯងហើយការវាតម្លៃតាក់ទងជាមួយនឹងទាំងអស់ហ្នឹងដើម្បីឲ្យដឹងថាក្របកាក់ហ្នឹងវាមានតម្លៃមិនមានតម្លៃគេមើលទៅលើអីគេ market cap ហ្នឹងស្អីគេ market cap ហ្នឹងបានន័យថាជាតម្លៃសរុបនៃទីផ្សារនៃគម្រោងកាក់ហ្នឹងមួយកាក់ណាមួយឧទាហរណ៍ថា Bitcoin អញ្ចឹងឬក៏ Ethereum ឬក៏ Solana ឬក៏ BNB អីចឹងទៅអញ្ចឹងដើម្បីឲ្យយើងអាចដឹងថា market cap ហ្នឹងមានតម្លៃប្រមាណយើងមានរូបមន្តគណនារូបមន្តរបស់វាគឺយកតម្លៃបច្ចុប្បន្នមានន័យថាតម្លៃជាក់ស្ដែងឥឡូវហ្នឹងគុណនឹងចំនួនក្របកាក់ដែលមានសរុបអានេះដែលមាននៅលើទីផ្សារសរុបមិនមែនជាក្របកាក់ដែលបង្កើតឡើងទេណាជាក្របកាក់ដែលមាននៅលើទីផ្សារសរុបដែលគេដាក់ឲ្យលក់ដែលដាក់លក់ឬក៏ដាក់ចរាចរណ៍ហ្នឹងអញ្ចឹងនៅពេលដែលយើងយកអាហ្នឹងតម្លៃបច្ចុប្បន្នមកគុណជាមួយនឹងក្របកាក់ដែលមាននៅក្នុងសរុបនៅក្នុងពេលបច្ចុប្បន្នហ្នឹងបងប្អូនអរគ្នានឹងឃើញ coin នឹងឃើញ market cap របស់វាថាតើវាមានតម្លៃប្រមាណណាអញ្ចឹងណាហ្នឹងហើយបន្តមកគឺ volume នេះបានន័យថាជាបរិមាណជួញដូរឬក៏ទំហំនៃការជួញដូរឧទាហរណ៍ថា24ម៉ោងឬអីអញ្ចឹងទៅមាន volume នៅក្នុងការជួញដូរប្រមាណអញ្ចឹងទៅទី3គឺ price action ចលនានៃតម្លៃឬក៏យើងហៅថា candlestick ឬក៏គេហៅថាដំណើរការនៃការឡើងចុះនៃក្របកាក់ហ្នឹងអញ្ចឹងតកតងជាមួយនឹងវីដេអូនេះដោយសារតែវាវែងពេកខ្ញុំអត់ចង់វែងទេខ្ញុំនឹងបង្ហាញបងប្អូនលម្អិតនៅវីដេអូបន្តទៀតតកតងជាមួយនឹង
Ethereum តាក់ទងជាមួយនឹងខកកាក់ផ្សេងៗដែលវាមានចំនួន supply ដូចជាខ្ញុំនឹងមកបញ្យល់អំពីអ្វីទៅជា market cap អ្វីទៅជា total supply ហើយខកកាក់ហ្នឹងវាបង្កើតបានតែប៉ុណ្ណឹងឬក៏វាអាចបង្កើតបានបន្តទៀតឬក៏អាចបាទធ្វើបានថែមទៀតឬក៏យ៉ាងម៉េចអាហ្នឹងគឺវីដេអូក្រោយយើងនឹងលម្អិតវីដេអូនេះគឺយើងសិក្សាតែប៉ុណ្្នឹងសិនសូមអរគុណជួបគ្នាវីដេអូក្រោយបាទ